ពូនៃពិភពក្បាច់គុន Narcis ខ្មៅដ៏ល្បីល្បាញរឿងព្រេងនិទានបានរៀបរាប់ថាវាត្រូវបានបន្សល់ទុកដោយវីរបុរសនេះអ្នកណាអាចធ្វើវាបានអស់រយៈពេល20ឆ្នាំខ្យល់និងកូលាននាំវូឆេឡុងមេដឹកនាំបានមកប្រកួតប្រជែងគាត់ដំពេញវែងឆ្លងកាត់វាលស្មៅហួងហួរប៉ុន្តែមិននឹកស្មានដល់វិនាទីបន្ទាប់គឺ Narcis ខ្មៅត្រូវបានបណ្ដេញចេញយ៉ាងខ្លាំងបន្ទាប់មកវិជីវិនរបស់អ្នកចាស់ជាងគេទី2ដើម្បីបញ្ញាចិត្តបង្ហាញខ្លួនឯងនៅក្នុងសមរភូមិដើម្បីឡើងកាន់តំណែងជាចៅហ្វាយជាអកុសលផ្កា Daffodil ខ្មៅលូតលាស់យ៉ាងលឿនពេកបន្ទាប់មកកើនឡើងជាលំដាប់គុំទី2ដែលត្រូវបានគ្រប់គ្រងត្រូវបានបោះបង់ចោលយ៉ាងបានចុះមកលើសពីនេះទៅទៀតផ្កា Narcis ខ្មៅមានតើវាអាចផ្ទុះហើយត្រូវបានច្របាច់ចេញដោយឥតប្រយោជន៍ដោយរបៀបបន្ទាប់ពីដើរជារង្វង់រួចពួកគេបានបណ្ដេញបងប្រុសទី2ចេញឃើញដូច្នេះបងប្អូនទី4និងទី5ក៏បានចូលរួមកម្លាំងការហ្វឹកហាត់ជំនាញស្រាលរបស់បងប្រុសទី5បញ្ជាឡើងលើខ្នងសេះថ្នមគាត់ត្រូវបានផ្កា Daffodil ខ្មៅបោះចេញទៅដើម្បីការពារបងប្រុសទី5ពីការរងរបួសដែលក្រៅអំពីរបស់គាត់បានរំលាយសម្ព័ន្ធភាពយូរបានរបស់ទេឧត្តមសេនីយ៍ទី5អ្នកនឹងត្រូវជន់ឈ្លីចូលទៅក្នុងសាច់មិនកូនប្រុសទី4ជាអ្នកប្រដាល់គោដោយគិតពីដំណោះស្រាយតាំងពីដំបូងខ្ញុំក៏គិតក្នុងចិត្តថាឈ្មោះខ្លាំងអាចត្រូវបានផ្សាំងគួរឲ្យកោតសរសើរណាស់តើសេះព្រៃមួយណាដែលគួរនិយាយសារបច្ចេកទេសរបស់គាត់មានជំនាញណាស់គាត់បានបោះបាល់ពណ៌ក្រហមសេះដែលមានផ្កា Daffodil ពណ៌ខ្មៅគ្រប់ដណ្ដប់ក្បាលអង្គុយដោយជោគជ័យលើផ្កា Daffodil ខ្មៅជីសេះនេះគួរតែគ្មានកំហុសបាត់បង់ប៉ុន្តែមិននឹកស្មានដល់ពណ៌ខ្មៅ Narcissus ពិតជារស់នៅស្របតាមឈ្មោះរបស់វាលឿនដូចខ្យល់កូនតូចទាំង5នាក់មូលហេតុដែលនាងធ្វើការយ៉ាងលំបាកគឺដោយសារតែខ្ញុំចង់ឃើញលោកក្រវៃក្មេងទីមេងបង្ហាញខ្លួននៅចំពោះមុខអ្នកអត់ទេឃើញកងទ័ពរបស់គាត់ទាំងមូលត្រូវបានបំផ្លាញចោលទីមេងអាចហោះឡើងលើខ្នងសេះបានជំនាញក្បាច់គុនរបស់គាត់គឺល្អជាងនាងរបស់ក្មេងតូចទាំង5រួចទៅហើយលើពីនេះផ្កា Daffodil ពណ៌ខ្មៅបានបាត់ទៅហើយទីមេងបានចំណាយថាមពលយ៉ាងច្រើនគាត់អាចអង្គុយបានយ៉ាងស្ងប់ជីសេះបញ្ជានេះដោយដៃរបស់ Feng Libo ជឿជាក់ទាំងស្រុងម្នាក់ម្ដងសេះនោះជាប់ទាំងក្នុងស្ថានភាពទីមេងចង់ប្រើរឿងនេះដើម្បីបញ្ជាក់ដើម្បីបង្កើតអំណាចនៅចំពោះមុខអ្នកក្រមបង្គាប់របស់ខ្លួនទោះបីជាផ្កា Daffodil ខ្មៅហើយយ៉ាងលឿនក៏ដោយទីមេងអាចប្រើបច្ចេកទេសបិទទឹកដោះគោបានដាវនៅតែត្រូវបានគប់ទៅលើខ្នងសេះគាត់មិនព្រមទទួលស្គាល់ការបរាជ័យទេសំណាងនៅខាងគាត់ចាប់ជាងពីចំហៀងដោយផ្ទាល់ទឹកហើយរាងកាយបែរមុខចុះក្រោមមកទីនេះវាគឺជាញួរធ្ងន់មួយដែលសង្កត់លើខ្មៅ Narcissus មួយសន្ទុះក្រោយមកទីមេងក៏មានអារម្មណ៍ដូចជាខ្មៅដ៏ធំមួយដែលមានទម្ងន់1000ផោនត្រូវបានសង្កត់ចុះមនុស្សខ្មៅដែលមានចិត្តក្រអឺតក្រទម Narcissus ថាមពល Iron Dream ត្រូវបានគ្រប់គ្រងដោយជោគជ័យ Jing Dayu ប៉ុន្តែ Narcissus ខ្មៅពិតជាឆ្លាតវៃនិងមានការយល់ដឹងខ្ពស់គាត់មិនអាចទ្រាំទ្រនឹងការអួតអាងរបស់មនុស្សបានទេការលះបង់ទូនីតិមួយសន្ទុះមុននេះគាត់ពិតជាមានមោទនភាពណាស់លោកក្រវៃក្មេងអ្នកបានធ្លាក់ចុះមកបែបនេះមានធូលីនិងញញ៉ៃតើធ្វើដូចម្ដេចទើបអាចសង្គ្រោះមុខមាត់បានកំបិតហៀបនឹងកាត់ផ្កា Daffodil ខ្មៅហើយនៅពេលវេលាដ៏សំខាន់មួយនៅពេលដែលកងទ័ព1000នាក់ស្នេហ៍ចាប់ដៃដែលធ្លាក់មកកំបិតហើយវាមិនមែនជានរណាក្រៅពីវាកំពុងចិញ្ចឹមផ្កា Daffodil ខ្មៅជាមួយផ្លែលឹកជាយុវជនម្នាក់មកពីវាលស្មៅពីមុនកាលខ្ញុំកំពុងឃ្វាលសេះនៅវាលស្មៅជួបប្រទះផ្កា Daffodil ពណ៌ខ្មៅប៉ុន្តែត្រូវបានបញ្ឈប់នៅពេលដែល Wuchelong Lion Ren ពួកគេបានចាប់សេះគូយីងជីបានលោតឡើងលើខ្នងសេះពណ៌ខ្មៅ Narcis មានអំណរគុណចំពោះយុវជននោះដែលបានសង្គ្រោះឡើងហើយយ៉ាងប្រឆាំងមុខនឹងខ្យល់និងគោលានកំណប់ទ្រព្យឲ្យបានត្រឹមត្រូវដើម្បីបានចាប់ប្រញាប់ប្រញាល់ពួកគេបានរកអូសយកក្រោសេះនិងសេះដទៃទៀតបងប្រុសរូជាននិងអ្នកដទៃទៀតបានជួយគាត់ឲ្យឈប់ពួកអ្នកដេញតាមបានរួចផុតពីដៃហើយសត្វ Narcis ខ្មៅបានកាលីពេលគាត់ខឹងគេទាញគាត់ចុះក្រោសេះត្រូវបានបើកហើយអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ត្រូវបានរបស់អ្នកអំដំណើរប្រឈមមុខនឹងផ្កា Daffodil ពណ៌ខ្មៅដែលកំពុងរីកស្ងួតអ្នកទៀតហ៊ានឡើងទៅលើនោះទេមុននោះមានតែរបស់ចាស់របស់ Wuchelong ប៉ុណ្ណោះទី3កាន់ពូថៅហើយបិទផ្លូវកណ្ដាលគាត់ផ្ទាល់ធ្លាប់ជាគ្រូបង្វឹកសេះចៅហ្វាយងាយបានបញ្ចេញរស្មីនៃការបញ្ជាអូរ៉ាញ័រខ្លួនសូម្បីតែ Narcis ខ្មៅរបស់ស្ដេចសេះខ្ញុំជប់ដើរប៉ុន្តែជាអកុសលខ្ញុំបានដួលប៉ុន្មានវិនាទីក្រោយមកផ្កា Narcis ខ្មៅគ្រាន់តែផ្អាកការប្រមូលបងប្រុសទី3ត្រូវបានគេវាយដំពេលឃើញដូច្នេះពួកអ្នកបាញ់ធ្នូក៏រៀបចំខ្លួននៅក្នុងទីតាំងនោះព្រួញជាច្រើនត្រូវបានបាញ់ចេញព្រួញបានធ្លាក់ចុះជាលំនាំប្រឡាក់ជាសំណាងល្អគូយីងជីគឺជាអ្នកជីសេះដ៏ឌីផ្ងាលើខ្នងសេះទីបំផុតបានរត់គេចខ្លួនពី Feng Libo ការដេញតាមដោយជួបប្រទះនឹងជីវិតនិងសេចក្តីស្លាប់ជាមួយគ្នាសត្រូវដែលជាសេះតែមួយក្បាលបានបង្កើតស្ថានភាពដែលនិយាយតាមឈ្មោះវាលស្មៅសេះព្រៃនៅលើដងផ្លូវជាពិសេសសេះខ្មៅ Narcissus ក៏ធ្វើតាមដែរមែនទេពេលវេលាល្អមិនស្ថិតស្ថេរយូយីងជីបានត្រឡប់មកកាន់កូលសំ水仙马首是瞻，可好景不长。当寇英杰回到部落，却发现空无一人，正是吴小龙捣的鬼。茅草屋顶更是布下天罗地网，乡亲们全都被抓了起